បន្ទាប់ពីយើងធ្វើការវះកាត់មួយបានដឹងថាត្បូងស្វាយនេះគឺគេមានពណ៌ស្អាតដែរតើណាបងប្អូនទាំងអស់គ្នាមុននឹងខ្ញុំធ្វើការវះកាត់ណាបងប្រសិនបើបងឃើញត្បូងឆៅវិញអូអត់ដឹងបែរមុខទៅខាងណាទេភាគច្រើនគឺជាប់ស្នាមខ្លាំងគឺជាប់សរាយជាប់ឆាំងផងឧទាហរណ៍ថាយើងអត់ធ្វើការវះកាត់ទេបើយើងយកមកធ្វើការឈូសឆរតែម្ដងគឺថ្មមួយដុំហ្នឹងគឺអត់គ្រាន់ទេថ្មមួយដុំឥឡូវឡើងថ្លៃហើយពីមុនត្រឹមតែ$22-23ឥឡូវឡើងមួយដុំ$26ហើយត្បូងស្វាយខាងខេត្តកំពង់ធំណាបងប្អូនទាំងអស់គ្នានៅពេលដែលយើងយកមកធ្វើការឈូសឆរហ្នឹងគឺសាច់ស្វិតខ្លាំងមែនទែនតែម្ដងត្បូង1គីឡូថ្មមួយដុំគឺប្រើអត់គ្រាន់ទេហើយបើសិនជាបែកឆាំងខ្លាំងទៀតហ្នឹងពីរដុំអីមិនដឹងនៅណាផងណាបងប្អូនទាំងអស់គ្នាដូច្នេះហើយបានយើងទៀមទាត្រូវធ្វើការវះកាត់ហើយបន្ទាប់ពីយើងវះកាត់មកបានយើងចាប់ផ្ដើមធ្វើការឈូសឆរសរីរាង្គតាមស្នាមបែកណាបងប្អូនទាំងអស់គ្នា